បាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែរៀនភាសាជប៉ុនជាពិសេសអ្នកដែលចង់ត្រៀមរៀនភាសាជប៉ុនហ្នឹងហើយយើងរៀនលឿនមែនតើឥឡូវយើងចូលមកដល់ជួរទី10និងទី11វ៉ាអូហ្នឹងហើយអញ្ចឹងជួរនឹងផងដែរយើងមើលតាមអក្សរវាតែពិតទៅជួរវ៉ាអូហ្នឹងតែពិតវាមានអ៊ីអ៊ូអេទេប៉ុន្តែអក្សរអ៊ីអ៊ូនិងអាអូដូចគ្នាទៅនឹងអាអ៊ីអ៊ូអេអូដែររីឯអក្សរអ៊ីហើយនិងអក្សរអេគឺជាទម្រង់អក្សរបុរាណអញ្ចឹងតាមតែការស្រាវជ្រាវទៅគឺអក្សរហ្នឹងមានភាគច្រើននៅតាមហាងឬក៏នៅតាមសភៅបុរាណឬក៏ពាក្យហ្នឹងនិយាយរួមទៅគឺពាក្យបុរាណតែម្ដងគេអត់សូវប្រើទេដូច្នេះហើយយើងយកតែពាក្យវ៉ាអូហ្នឹងយកមកនិយាយទេហ្នឹងហើយយកមកប្រើហ្នឹងហើយនេះគឺជាទម្រង់អក្សរវ៉ាអូដែលសរសេរដោយកុំព្យូទ័រហ្នឹងហើយអញ្ចឹងនេះរបៀបសរសេរអក្សរដៃរបស់ខ្ញុំអញ្ចឹងគឺវ៉ាអូគឺសរសេរបែបនេះហ្នឹងហើយអញ្ចឹងជួរនេះពិបាកតែអក្សរអូទេរីឯអក្សរវ៉ាហើយនិងអក្សរវាមានភាពងាយស្រួលបន្តិចក្នុងការចំណាំអញ្ចឹងវ៉ាដូចអីគេអ្នកទាំងអស់គ្នាចាំហ៎អញ្ចឹងវ៉ាដូចទៅនឹងរ៉េដូចទៅនឹងណែខុសគ្នាតែកតុយតែប៉ុណ្ណោះអញ្ចឹងយើងធ្វើមកវ៉ាមកគឺអក្សរវាចេញមកគឺបែបអាកតុយរបស់អក្សរវ៉ាហ្នឹងណាចឹងរេកតុយចឹងទៅណេវាមានគួរចឹងទៅបាទអ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់កន្លែងមួយកន្លែងបកោបជោវាហ្នឹងសរសេរដែលខ្ញុំក៏បានដាក់នៅចំមុខវាហ្នឹងក៏បានដែរហ្នឹងហើយនេះគឺជារបៀបសរសេរតែសរសេរខាងណាមុនអញ្ចឹងសម្រាប់អក្សរវ៉ាហ្នឹងគឺគូបជោមុនបន្ទាប់មកបានអក្សរទី2រីឯអក្សរអូវិញគឺមាន3ដំណាក់កាលគឺដេកពីឆ្វេងទៅស្ដាំមុនបន្ទាប់មកបានពីលើចង្កូមទី2ហើយបានទី3អក្សរនេះយើងពិបាកសរសេរជាងគេបន្តិចរីឯអក្សរគឺវាហាក់ស្តៀងទៅនឹងអក្សរ H អក្សរអង់គ្លេសមែនតើហើយគូសតែមួយគំនូសទេហើយយើងត្រេកមកស្ដាំបន្តិចបាទអ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់អក្សរនឹងផងដែរបងអក្សរនោះដល់ពេលយើងបញ្ចេញសម្លេងយើងបញ្ចេញមែនណាយើងបញ្ចេញសម្លេងវាបត់បែនទៅតាមពាក្យនីមួយហើយវាស្មើទៅនឹងអក្សរណអក្សរងហើយនិងអក្សរមហើយវាបត់បែនទៅតាមពាក្យផ្សេងអញ្ចឹងណាជាក់ស្ដែងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះស៊ុយគីណែ